វិបត្តិនៃការរីករាលដាលជំងឺ COVID-19 បានបង្ខំឲ្យគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលត្រូវបិទទ្វារផ្អាកមួយរយៈជំនួសដោយវត្តមានបច្ចេកវិទ្យាបង្ហាញខ្លួនកាន់តែច្បាស់និងចូលខ្លួនជាដំណោះស្រាយដែលអនុញ្ញាតឲ្យវិស័យអប់រំនៅកម្ពុជាបានចាប់ផ្ដើមអនុវត្តតាមបែប Digital យ៉ាងទូលំទូលាយក្នុងនោះក្រុមហ៊ុន Postcard Digital ជាក្រុមហ៊ុនឈានមុខគេមួយឆ្លើយតបយ៉ាងស័ក្តិសមដែលផ្ដល់នូវវេទិកា Digital ជាច្រើនដូចជាប្រព័ន្ធគ្រប់គ្រងសាលារៀនប្រព័ន្ធបង្រៀនអនឡាញប្រព័ន្ធគ្រប់គ្រងសហគ្រាសសេវាកម្មប្រឹក្សានិងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងបែប Digital ផ្សេងៗទៀតដែលក្នុងនោះ Wiki School ជាសេវាកម្មមួយដ៏ប្រណិតនិងអាចជួយសម្រួលការងារក្នុងសាលារៀនផ្ដល់ភាពងាយស្រួលដល់មាតាបិតានិងសិស្សានុសិស្សបានយ៉ាងរលូនអាចនិយាយបានថាចាប់ពីឆ្នាំ2016មកខ្ញុំបានគិតថាខ្ញុំអាចធ្វើប្រព័ន្ធអ្វីយ៉ាងនៅក្នុងវិស័យអប់រំហើយពេលនោះគឺខ្ញុំមើលឃើញថាចំណេះជំនាញរបស់ខ្ញុំហ្នឹងគឺខ្ញុំគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងសាលារៀននៅក្នុងកម្រិតសាកលវិទ្យាល័យអញ្ចឹងខ្ញុំមើលឃើញអំពីបញ្ហានៃការគ្រប់គ្រងក៏ដូចជាទំនើបកម្មក្នុងការគ្រប់គ្រងអញ្ចឹងនៅពេលដែលខ្ញុំបានទៅធ្វើការនៅបរទេសទៅសិក្សាបន្ថែមក៏ដូចជានៅពេលដែលយើងទៅប្រទេសផ្សេងៗខ្ញុំមើលឃើញអំពីប្រព័ន្ធ Smart Card ប្រព័ន្ធគ្រប់គ្រងរបស់គេមានការជឿនលឿនអញ្ចឹងនៅពេលដែលត្រឡប់មកវិញគឺខ្ញុំចាប់ផ្ដើមសរសេរផែនការសម្រាប់បង្កើតនេះតែម្ដងតើតើទៅនឹង Postcard នេះដែរគឺភរិយាខ្ញុំដែលគាត់មាននឹកឃើញឈ្មោះនេះឡើងក៏ប៉ុន្តែទៅ Postcard ហ្នឹងមកពី POS School Card ហើយនៅក្នុងការងារហ្នឹងគឺក្រុមហ៊ុនយើងហ្នឹងគឺជាក្រុមហ៊ុនដែលផលិតប្រព័ន្ធសាលារៀន School ហើយក៏ជាក្រុមហ៊ុនផលិត Smart Card សម្រាប់សិស្សហ្នឹងហើយហ្នឹងក៏យើងមានប្រព័ន្ធសម្រាប់គេហៅថាប្រើជាមួយនឹង Smart Card ដែលយើងហៅថាម៉ាស៊ីនផុសនេះឯងដំបង Smart Card ហ្នឹងគ្រាន់តែជាគំនិតដែលយើងចេះតែគិតហើយនឹងសរសេរនៅលើ slide PowerPoint ដើម្បីធ្វើបទបង្ហាញហើយពេលនោះគឺខ្ញុំបានយកទៅសាកល្បងនៅសាលាភូមិន្ទរដ្ឋបាលនៅឆ្នាំ2016ដោយនៅពេលនោះខ្ញុំក៏ជាកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់នៅទីនោះការអនុញ្ញាតពីអាយដាមនាយកសាលាគឺយើងបានដាក់ឲ្យប្រើប្រាស់ហើយនៅក្នុងការងារនោះដែរយើងដាក់បានជោគជ័យអញ្ចឹងបន្ទាប់មកទៀតគឺគាត់ជួនចៃដន្យមានសាលាឯកជនមួយដែលគាត់មានសាខាច្រើនហើយគាត់ចង់បានប្រព័ន្ធអញ្ចឹងគាត់ក៏បានទំនាក់ទំនងមកខ្ញុំដើម្បីថាចង់បានប្រព័ន្ធសាលារៀនហើយពេលនោះហើយដែលជាចំណុចចាប់ផ្ដើមនៃការកកើតនៃក្រុមហ៊ុនពីព្រោះដំបូងកាលណាយើងបើកជាក្រុមហ៊ុនយើងត្រូវការថវិកាយើងត្រូវការធនធានមនុស្សយើងត្រូវការការគ្រប់គ្រងជារួមគឺត្រូវការច្រើនតែម្ដងអញ្ចឹងនៅពេលនោះគឺខ្ញុំបាននៅក្នុងការទទួលបានគម្រោងធ្វើប្រព័ន្ធគ្រប់គ្រងសាលារៀនបែប Digital ហ្នឹងទៅសាលាឯកជនហ្នឹងដំបូងយើងគិតអំពីរឿង Smart Card សម្រាប់ទៅរឿងគេហៅទូទាត់សម្រាប់ការគ្រប់គ្រងអីតិចតួចទេប៉ុន្តែពេលយើងធ្វើឲ្យមែនទែនគឺយើងត្រូវគ្រប់គ្រងប្រព័ន្ធសាលារៀនទាំងមូលអញ្ចឹងនៅក្នុងប្រព័ន្ធហ្នឹងអាចនិយាយថាសប្តាហ៍ថ្ងៃហ្នឹងទី1គឺយើងអនុញ្ញាតឲ្យគ្រូគាត់អាចគ្រប់គ្រងសិស្សគាត់តាមរយៈ Tab Card ដើម្បីយកវត្តមានអាច scan មុខសម្រាប់យកវត្តមានអាចដាក់មេរៀនដាក់អីតាមប្រព័ន្ធទូរស័ព្ទគាត់ទៅសិស្សគាត់អាចទទួលយកបានទី2គឺតកតងទៅនឹងគណៈនាយកគាត់អាចមើលរបាយការណ៍ផ្សេងឧបមាថាស្ថិតិវត្តមានរបស់សិស្សវត្តមានរបស់លោកគ្រូអ្នកគ្រូដែលមកបង្រៀន
ក៏ដូចជាគាត់អាចដាក់សេចក្តីជូនដំណឹងផ្សេងៗទៅឲ្យគ្រូសិស្សឬក៏អ្នកអាណាព្យាបាលបានយើងរក្សាការបង្រៀននៅក្នុងថ្នាក់នៅដដែលទេគ្រាន់តែជាមធ្យោបាយបន្ថែមទៀតឬក៏ឪពុកម្ដាយគាត់ទៅធ្វើការនៅតាមខេត្តឬក៏គាត់អត់នៅក្បែរកូនទេគឺគាត់អាចមើលព័ត៌មានរបស់សាលាឬក៏អីផ្សេងៗហ្នឹងនៅក្នុងទូរស័ព្ទដៃគាត់បានការចាប់ផ្ដើមអាជីវកម្មហ្នឹងអាចនិយាយបានថាបើសិនជាអ្នកដែលចង់ចាប់ផ្ដើមខ្ញុំយល់ថាទី1ត្រូវដើរមើលឲ្យបានច្រើនសិនឈប់អាចចាប់ផ្ដើមលឿនពេកយើងត្រូវដឹងថាដើម្បីបង្កើតមិនមែនតែជំនាញយើងមួយទេគឺត្រូវមានជំនាញចាត់ចែងនិងគ្រប់គ្រងនៅក្នុងការងារនឹងដែរបើសិនជាយើងអត់ចេះគ្រប់គ្រងហិរញ្ញវត្ថុហើយហិរញ្ញវត្ថុវាភ្ជាប់ជាមួយនឹងគណនេយ្យដូចជាមួយនឹងសពថ្ងៃតទៅនឹងពន្ធដារទៀតយើងត្រូវយល់អំពីការងារអត់ហ្នឹងហើយមួយទៀតគឺសំខាន់មួយទៀតគឺទីផ្សារតើយើងយល់អំពីទីផ្សារប៉ុណ្ណាមិនមែនធ្វើលំហើយចង់បានលទ្ធផលមែនទែនទេលទ្ធផលមែនទែនវាកើតចេញពីសេចក្តីស្រឡាញ់ហើយនឹងទៅធ្វើវាហើយទៅធ្វើវាជារឿងមួយអ្វីដែលអស្ចារ្យគឺយើងត្រូវ influence គេហៅថាអ្នកចូលរួមជាមួយយើងបើយើងនិយាយអំពីភាពចំណេញហ្នឹងនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាវាមាន3ដំណាក់កាលដំណាក់កាលទី1គេហៅជាដំណាក់កាលអភិវឌ្ឍចំណូលគឺ0ចំណាយគឺ100%បន្ទាប់ពីហ្នឹងគេហៅថាដំណាក់កាលដំណើរការ operate អញ្ចឹងនៅពេលហ្នឹងយើងលក់ software ឬក៏ system ពេលហ្នឹងយើងនឹងមានចំណូលហើយក្នុងហ្នឹងក៏យើងនៅបន្តអភិវឌ្ឍបន្ថែមគេហៅថាធ្វើ enhancement ឬក៏យើងកែតម្រូវឲ្យវារឹតតែលឿនអញ្ចឹងវាមានចំណូលខ្លះនៅចំណាយមួយចំនួនប៉ុន្តែចូលដល់ដំណាក់កាលទី3គេហៅថាជាដំណាក់កាល expand គឺពង្រីកអញ្ចឹងនៅដំណាក់កាលនោះគឺជាការចំណូលនោះធំហើយចំណាយហ្នឹងយើងនៅតែមិនឋានៈទេហើយឯងនិយាយបានថាសប្តាហ៍ថ្ងៃហ្នឹងគឺយើងអាចមាននិរន្តរភាពតើតើទៅនឹងបញ្ហាប្រឈមដោយសារប្រវត្តិខ្ញុំគឺជាអ្នកធ្វើការអញ្ចឹងកាលណាអ្នកធ្វើការតើតើទៅនឹងការរកស៊ីឬក៏បើកក្រុមហ៊ុនវាទាមទារឲ្យយើងនឹងមានចំណេះដឹងទូលំទូលាយមិនថាខាងផ្នែកជំនាញខាងផ្នែកទីផ្សារផ្នែកហិរញ្ញវត្ថុហើយនឹងជារួមគឺគ្រប់គ្រងស្ថាប័នតែម្ដងតើតើទៅនឹងធនធានមនុស្សយើងពិបាកនឹងរកអ្នកអភិវឌ្ឍកម្មវិធីឬក៏បុគ្គលិកដែលមានជំនាញហ្នឹងច្បាស់ដោយសារនៅពេលដែលយើងគេហៅថានៅពេលដែលយើងជ្រើសរើសមកការដែលដាក់ឲ្យមនុស្សចំកន្លែងហ្នឹងគឺมันជាមានភាពងាយស្រួលទេទី2ដោយសារproductយើងជាប្រព័ន្ធបច្ចេកវិទ្យាអញ្ចឹងនៅពេលដែលយើងដាក់ជូនទៅអតិថិជនយើងត្រូវការពេលដើម្បីបញ្យល់បណ្ដុះបណ្ដាលហើយអញ្ចឹងធម្មតាទេអតិថិជនជាគ្រឹះស្ថានសិក្សាគាត់រវល់នៅក្នុងការងារហ្នឹងគឺយើងមានការលំបាកក្នុងការជួបការដាក់ក៏ដូចជាការបណ្ដុះបណ្ដាលក៏ដូចជាការដាក់ឲ្យប្រើប្រាស់ទី3ពេលកូវីដបាទពេលហ្នឹងខ្ញុំជឿថាគ្រប់business ទាំងអស់គឺជួបបញ្ហាហ្នឹងដោយឡែកក្រុមហ៊ុន Postcard យើងក៏ជួបដែរដំបូងនៅពេលដែលជួបដំបូងហ្នឹងធម្មតាទេបុគ្គលិកគឺគាត់ត្រូវសុំទៅផ្ទះឲ្យព្រោះពេលហ្នឹងមានការបិទប្រទេសបិទអីអញ្ចឹងប៉ុន្តែខ្ញុំក៏ដូចជាគណៈគ្រប់គ្រងក្រុមហ៊ុនគឺត្រូវយកឱកាសហ្នឹងជាពេលវេលាមួយសម្រាប់លោតនៅពេលដែលកូវីដមកដល់គឺក្រុមហ៊ុនយើងគេហៅថាទទួលបានការកម្ងច្រើនទី1ពីក្រសួងអប់រំទី2គឺគ្រឹះស្ថានសិក្សានឹងតែម្ដងគាត់ចង់ឲ្យយើងរៀបចំប្រព័ន្ធបង្រៀនពីចម្ងាយពីព្រោះយើងនឹងជាកោសិកាយើងជាកម្លាំងចលករដើម្បីជួយក្រសួងអប់រំដើម្បីឲ្យសិស្សមត្តេយ្យថ្នាក់ទី1ទី2 12 12នឹងអាចប្រើបានទូទាំងប្រទេសហើយដោយមិនគិតកម្រៃអញ្ចឹងពេលនោះដែរគឺជាឱកាសក្រសួងអប់រំបានអនុញ្ញាតហើយនឹងក៏ទទួលសំណើអំពីក្រុមហ៊ុនយើងដែលយើងមានគំនិតថាតើយើងអាចចូលរួមជួយយ៉ាងម៉េចហើយអញ្ចឹងទៅមកដល់ថ្ងៃនេះគឺយើងមានលិខិតទៅផ្លែអំណរគុណក៏ដូចជាការកោតសរសើរពីថ្នាក់ដឹកនាំក្រសួង
តកតងទៅនឹងក្តីសម័យវិញគឺខ្ញុំសម័យឃើញថាខ្ញុំចង់ឲ្យក្រុមហ៊ុន Postcard Digital នេះអាចឡើងទៅលើផ្សារហ៊ុនពីព្រោះយើងត្រូវការរៀបចំប្រព័ន្ធហ្នឹងទៅច្រើនសាលាអញ្ចឹងយើងត្រូវការមានការចូលរួមធនធានមនុស្សត្រូវមានអ្នកដែលមានចំណេះជំនាញផ្សេងៗទៀតដើម្បីចូលរួមទី2គឺតកតងហិរញ្ញវត្ថុទី3គឺតកតងទៅនឹងជំនាញឬក៏ទីផ្សារអញ្ចឹងតកតងទីផ្សារនេះគឺយើងកាលណាយើងមានការចូលរួមច្រើនយើងអាចពង្រីកទៅប្រទេសដែលជាសមាជិកអាស៊ានក៏ដូចជាទៅពិភពលោកកម្មវិធីខ្មែរ Insider មានចាក់ផ្សាយរៀងរាល់ថ្ងៃពុធវេលាម៉ោង 12:30 នាទីថ្ងៃត្រង់តាមរយៈប្រព័ន្ធ Digital នៅលើគេហទំព័រ AMS Economy ដែលមានអាសយដ្ឋាន economy.ams.com.kh ហើយលោកអ្នកក៏អាច scan លើ QR code ដើម្បីទៅកាន់គេហទំព័ររបស់យើងខ្ញុំសម្រាប់ការឧបត្ថម្ភនិងផ្សព្វផ្សាយតាមបែប Digital ជាមួយនឹង AMS សូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ